បាទសួស្តីបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះគឺយើងមានទូរស័ព្ទដៃ Oppo A16 ណា 16 16K បាទចំនួន2ដើមបាទ2ដើមបាទគឺបញ្ហាដូចគ្នាទាំងអស់បាទដូចគ្នាយ៉ាងម៉េចគឺទូរស័ព្ទនេះគឺពេលដែលយើងធ្វើការចុចបើកវាគឺវាប្រាប់យើងថាទូរស័ព្ទហ្នឹងអស់ថ្មណាហើយពេលដែលយើងធ្វើការដោតសារគឺវាចេញតែសញ្ញាសារទេណាបាទគឺវាចេញតែសញ្ញានេះណាសញ្ញាគេហៅថាសញ្ញាសាកក្រហមចេញសញ្ញាសាកក្រហមតែវាអត់ឡើងថ្មទេបាទឥឡូវយើងមើលខ្ញុំនឹងធ្វើការតេស្តឲ្យមើលនេះបងប្អូននេះបាទចេញតែសញ្ញាអញ្ចឹងណាបាទសញ្ញាសាកថ្មលោតផ្លោតអញ្ចឹងណាបាទក្នុងករណីនេះគឺទី1បងប្អូនត្រូវវាស់មើលសិនណាវាអាចបញ្ហាជាការមកពីម៉ាស៊ីនឆ្លងបាទបើកាលណាម៉ាស៊ីនឆ្លងក៏វាអាចចេញមកបញ្ហាយ៉ាងដែរណាបាទក៏អាចបញ្ហាយ៉ាងដែរហើយមួយទៀតទី2គឺត្រូវឆែកមើលម៉ាស៊ីនហ្នឹងមានចូលទឹកអត់បាទបើចូលទឹកគឺត្រូវដោះមើលណាត្រួតពិនិត្យមើលកន្លែងស្នឹមកន្លែងអីអញ្ចឹងណាបាទទី3គឺនៅកន្លែងនេះបងប្អូនណាបាទនេះនៅកន្លែងនេះគឺមានរេស៊ីស្តង់មួយណាប្រយ័ត្នស្នឹមស៊ីរេស៊ីស្តង់អាកន្លែងហ្នឹងក៏វាអាចបញ្ហាទៅនឹងដែរបាទឥឡូវដូចជាក់ស្ដែងហ្នឹងគឺម៉ាស៊ីនរបស់យើងហ្នឹងគឺវានេះហើយណាបាទស្នឹមកន្លែងហ្នឹងឃើញអត់នេះឃើញទេជាក់ស្ដែងណាគេស្នឹមស៊ីដាច់រេស៊ីស្តង់កន្លែងនេះអញ្ចឹងគឺយើងត្រូវធ្វើការនេះសម្អាតកន្លែងហ្នឹងសម្អាតវាស្អាតហើយធ្វើការតវាសាថ្មីឡើងវិញណាឬក៏យើងបដូររេស៊ីស្តង់ទៅនឹងចោលតែម្ដងទៅមិនបាច់ទុកវាទេបាទមិនបាច់ទុកវាទេអូខេឥឡូវខ្ញុំធ្វើការមិនបាច់ទុកវាទេមិនឲ្យច្រឡំយើងបដូរថ្មីឬក៏យើងអាចតខ្សែឥឡូវខ្ញុំអត់បដូរទេខ្ញុំសាកល្បងតវា direct មើលសិនបាទខ្ញុំនឹងធ្វើការត direct មើលសិនទៅកន្លែងហ្នឹងថាវាដំណើរការអត់ណាបើអត់ដំណើរការទេយើងនឹងរកមើល resistance កាប់សាច់អំពីម៉ាស៊ីនដូចគ្នាយកមកដាក់ណាព្រោះកន្លែងហ្នឹងវាជា resistance កន្លែងនេះវាជា resistance សាកមើលសិនទៅបាទអញ្ចឹងគឺយើងតរេស៊ីស្តង់ឲ្យជាប់គ្នាមើលណាផ្លាច់ណាគ្រាន់តែដោតសាកចេញ Oppo មកបដ ாய் ណាគ្រាន់តែដោតសាកចេញ Oppo មកនេះដំណើរការបាទប៉ុណ្ណឹងបាទបញ្ហាគឺនៅតែនឹងមែនណាវ៉ាវឡាច់ចូល62%នេះដំណើរការទៅហើយអត់ដើរអេក្រង់អាចអេក្រង់ខូចចាំតេស្តមើលអេក្រង់ថ្មី